បាទសួស្តីបងប្អូនទាំងអស់គ្នាយើងជួបគ្នានៅលំហាត់ទី104គេឲ្យ molecule ADN 2មាន mass សរុបបញ្ចូលគ្នា246 គុណ10 គុណ4ຂະຫນາດកាបូនបន្ទាប់ពី ADN ទាំងពីរស្វ័យដំឡើងទ្វេស្មើគ្នា3ដងបន្ទាប់គេសង្កេតឃើញ molecule ADN កូនទី1មានប្រវែងសរុប5440 នាណូម៉ែត្ររីឯ ADN កូនទី2មាននុយក្លូទីតប្រភេទ canine ស្មើនឹង 20% កតើ molecule ADN មេនីមួយៗមានប៉ុន្មានជំហានខចូលគណនាសម្ព័ន្ធអ៊ីដ្រូសែនស្រុបរបស់ ADN កូនទី2ក្រោយស្វ័យដំឡើងទ្វេអញ្ចឹងបន្ទាប់ពីយើងអានប្រធានចប់គឺយើងសរសេរនៅអ្វីដែលគេសួរសំណួរកគេសួររកចំនួនជំហាននៃ molecule ADN នីមួយៗប៉ុន្តែបន្ទាប់ពីយើងសរសេររួចយើងត្រូវសរសេរស្រង់បំរាប់គឺគេឲ្យ mass ADN ទី1បូកនឹង ADN ទី2គឺមាន246គុណនឹង10គុណ4ຂະຫນາດកាបូននេះគេឲ្យបែបនេះហើយគេប្រាប់ថាវាស្វ័យដំឡើងទ្វេ3ដងបន្តស្មើគ្នានេះយើងបានសរសេរឡើងវិញគឺសម្រាប់យើងគឺ ADN ទាំងពីរនេះស្វ័យដំឡើងទ្វេ3ដងបន្តមកគេប្រាប់ឲ្យយើងទៀតគេមានប្រាប់ថា ADN កូនមានប្រវែងសរុប5000នេះគឺ5440ណាណូម៉ែត្រនេះគឺ ADN កូនបាទអញ្ចឹងយើងបានជា ADN កូនគឺកង់ ADN កូនទី1និងគេប្រាប់ ADN កូនទី2នេះវិញគេប្រាប់ថាវាមានប្រការនេះស្មើនឹង 20% នេះយើងសេ20%ដោយមួយជំហានមាន20នុយក្លូទីតកាលណាគេសួររកជំហានយើងត្រូវវិចារជំហានបាទយើងត្រូវវិចាររកជំហានគឺមួយជំហានស្មើ20នុយក្លូទីតយើងបានចំនួនជំហាននៃ ADN កូន ADN ទី1ស្មើនឹង M ទី1ចែកនឹង20នៃជំហាន ADN ទី2ស្មើនឹង M 2ចែកនឹង20អញ្ចឹងគោលដៅយើងគឺចង់ទៅរក M 1និង M 2បាទតើ M 1 M 2យើងអាចរកតាមណាបើ M 1និង 2នេះយើងអាចទៅរកនុយក្លូទីតស្រុបរបស់វាតាមរយៈ mass គឺម៉ាស់របស់វាគេឲ្យមកគឺស្រុបបញ្ចូលគ្នាវាមាន246គុណ10ស្វ័យគុណ4ຂະຫນាត់កាបូនប៉ុន្តែយើងដឹងថាជាទូទៅគឺនុយក្លូទីត1មានម៉ាស់300ខ្នាតកាបូនទោះថាហេតុអីបានយើងយក300មកពីណាគេអត់មាននៅក្នុងប្រធាននេះផង300ខ្នាតកាបូននេះទោះបីគេឲ្យឬមិនឲ្យគឺយើងអាចទាញយកមកប្រើបានដោយនេះជាគោលការណ៍គឺនុយក្លូទីត1មានម៉ាស់300ខ្នាតកាបូននេះបើគេមិនប្រាប់អញ្ចឹងយើងអាចម៉ាស់របស់ ADN ទី1និង ADN ទី2វាស្មើនឹង M នៃ ADN ទី1បូកនឹង M នៃ ADN ទី2គុណនឹង300អញ្ចឹងយើងអាចរកនុយក្លូទីតនៃ ADN ទី1វាស្មើម៉ាស់នៃ ADN ទីសរុបនៃ ADN ទី1និងទី2នេះចែកនឹង300វាចំនួនលេខបញ្ចូលមកគឺ246គុណ10គុណ4វាស្មើនឹង246,000ចែកនឹង300ស្មើនឹង8200នុយក្លូទីតយើងរកឃើញ3200នុយក្លូទីតយើងអាចរកឃើញនៃ M ទី1នៃ M ទី2ចុះបញ្ចូលគ្នាមេទី1បូកនឹងមេទី2គឺមានប៉ុណ្ណឹងប៉ុន្តែយើងចង់បានតែ M ទី1និង M ទី2ទីឲ្យវាដាច់ពីគ្នាតើយើងរកមិនអ្វីដែលយើងមានទៀតយើងមើលប្រវែងដែលគេឲ្យគឺប្រវែងនេះគឺសម្រាប់តែ ADN ទី1ប៉ុន្តែមិនមែនមេទេគឺជាកូដទៅទៀតអញ្ចឹងយើងដឹងថាតាមរយៈការស្វ័យដំឡើងទ្វេកាលណាយើងរក M នៃ ADN ទី1វាស្មើនឹង M ស៊ឺកុងនេះเอา M ស៊ឺកុងឲ្យឃើញទៅយើងអាចពីព្រោះ M ស៊ឺកុងវាស្មើនឹង M កតាគុណនឹង2ស្វ័យគុណ n នៃវាស្មើនៅការស្វ័យដំឡើងទ្វេរបស់វាអញ្ចឹងយើងសាកល្បងទៅរកជាមួយនឹង L បាទនៃប្រវែងនៃ ADN ទី1ដែលគេឲ្យមកដោយ L របស់វានៃ ADN កូនទី1នេះវាស្មើនឹង M ស៊ឺកុងទី1ចែកនឹង2គុណនឹង 0.34 យើងរកអាច M ស៊ឺកុងនេះបានគឺវាស្មើនឹង L ស៊ឺកុងអានេះថា M ស៊ឺកុងវាស្មើនឹង L ស៊ឺកុងគុណនឹង2ចែកនឹង 0.34 បាទអញ្ចឹងយើងចំនួនតម្លៃចូលគឺយើងគណនាទៅឃើញ32000នុយក្លូទីតប៉ុន្តែយើងដឹងថា M ស៊ឺកុងនេះ M ស៊ឺកុងគឺវាស្មើនឹង M ទី1
នឹងគឺស្មើអំមេគុណនឹង2ស្វ័យគុណ n យើងមិនដកមួយទេដោយសារវាអត់យើងនិយាយថាគេគិតសរុបចូលគ្នាបាទនៃប្រវែងវាសរុបរបស់ r ទី1គឺអំមេគុណនឹង2ស្វ័យគុណ n អត់ដកមួយទេគឺស្មើនឹងអញ្ចឹងយើងអាចស្មើនឹងអំនៃ r ទី1គុណនឹង2ស្វ័យគុណ3ពីព្រោះគេប្រាប់ថា r នោះវាស្វែងតម្លៃវា3ដងយើងគុណនឹង3បាទអញ្ចឹងយើងអាចទៅរកអំនៃ r ទី1បានគឺស្មើនឹងអំសឺកុងចែកនឹង2ស្វ័យគុណ3តែ2គុណ3យើងគឺស្មើនឹង8បាទចំនួនតម្លៃចូលគឺអំសឺកុងយើងរកឃើញ32000ចែកនឹង8វាស្មើនឹង4000នុយគីឡូទីប៉ុន្តែយើងក៏ដឹងថាអំនៃ Rn ទី1បូកនឹងអំនៃ Rn ទី2វាស្មើនឹង8200នុយគីឡូទីនេះយើងរកនៅខាងលើតាមរយៈម៉ាស់បាទតាមរយៈម៉ាស់របស់វាអញ្ចឹងយើងអាចទាញទៅរកអំនៃ Rn ទី2បានគឺស្មើនឹងនុយគីឡូទីសរុបបញ្ចូលគ្នាដកនឹងនុយគីឡូទីរបស់ Rn ទី1អញ្ចឹងវាស្មើនឹង8200ដកនឹង4000ស្មើនឹង4200អញ្ចឹងយើងមាននុយគីឡូទីនៃ Rn ទី1យើងមាននុយគីឡូទីសរុបរបស់ Rn ទី2ហើយអញ្ចឹងយើងអាចទៅរកជំហានវាបានគឺតាមរយៈជំហានវាស្មើនឹងអំនុយនៃ Rn ទី1ចែកនឹង20ស្មើនឹង4000ចែក20ស្មើនឹង200ជុំបាទចំនួនជំហាននៃ Rn ទី2វាស្មើនឹងអំលើ2លើ20ដោយអំ Rn ទី2វាស្មើនឹង4200ចែកនឹង20ស្មើនឹង210យើងអាចសេបញ្ចប់យើងមិនត្រូវសរសេរចប់ត្រឹមនេះទេយើងត្រូវឆ្លើយដូចនេះបាទចំនួនជំហាន Rn ទី1 200ជុំជំហាននៃ Rn ទី2ស្មើនឹង210យើងចាប់ចំនួនមួយយើងចូលមកដល់ចំនួនខយកយើងគណនាសម្ព័ន្ធអ៊ីដ្រូសែនសរុបរបស់ Rn កូនទី2ក្រោយស្វ័យដំឡើងទ្វេពេលនេះយើងចង់ទៅរកនៃម៉ូលេគុលនៃ Rn ទី2កាលណាយើងគណនាសម្ព័ន្ធអ៊ីដ្រូសែនយើងត្រូវវាចារដោយ A ភ្ជាប់ T សម្ព័ន្ធអ៊ីដ្រូសែន2 C ភ្ជាប់ C សម្ព័ន្ធអ៊ីដ្រូសែន3នោះយើងបានពីព្រោះគេឲ្យយើងរកនេះយើងរកអីគេគឺយើងរក Rn សម្ព័ន្ធអ៊ីដ្រូសែនរបស់ Rn កូនទី2ក្រោយស្វ័យដំឡើងទ្វេអញ្ចឹងយើងរកអាក្រោយយើងអត់រកមកទេអញ្ចឹងយើងទៅរកក្រោយតើយើងរកស្រុកបញ្ចូលគ្នាតើឃើញប្រមាណអញ្ចឹងយើងឃើញបាន L សឺកុងព្រោះស្រុកក្រោយនោះគឺជា L សឺកុងបាទយើងអត់យក L ធម្មតាឬក៏ L ព្រីមទេពីព្រោះគេឲ្យយើងរកនៅក្រោយពីស្វ័យដំឡើងទ្វេអញ្ចឹងយើងបាន L សឺកុងបាទស្មើនឹង2 T សឺកុងបូក3 C សឺកុងអ្វីដែលយើងមានអញ្ចឹងយើងនៅតែរក T ហើយយើងទៅរក C សឺកុងតែយើងក្នុងបម្រាប់របស់យើងពីមុនគេប្រាប់ថា C សឺកុងនេះវាស្មើនឹងប៉ុន្មាននេះមានឲ្យក៏មុនគឺយើងឲ្យមកគឺស្មើនឹង20%នៃនុយគីឡូទីរបស់វាអញ្ចឹងយើងអាចទៅរក C សឺកុងនេះបានតាមរយៈនុយគីឡូទីនិងភាគភាគរយរបស់វាប៉ុន្តែយើងមុននឹងចាប់ផ្ដើមសរសេរបន្តយើងត្រូវវិចារដោយRn មេ1ស្វ័យតម្លើងទ្វេយើងវិចារមួយដងបានRn 1 2ដងបានRn កូន2ស្វ័យគុណ2 3ដងបានRn កូន2 3និងចុចរហូតដល់ n ដងបាន Rn កូន2ស្វ័យទាំងដូចរបៀបនេះបាទយើងមាន R ឡើងទ្វេម្ដង2ដង3ដងបានចុចដល់ n ដងទោះបីដែលនឹងស្វ័យឡើងទ្វេម្ដងក្តី2ដងក្តីច្រើនរាប់ម្ដងមិនអស់ក្តីក៏ត្រូវតែវិចារតាមគំរូរហូតដល់1 2 3យើងជើងចុចហើយយើងបានដល់អណ្ដងយើងមិនអាចត្រឹម1ត្រឹម2ហើយចប់ចុចនេះទេពីព្រោះយើងធ្វើឲ្យមានការបាត់បង់ពិន្ទុរបស់យើងនៅពេលប្រឡងទីគោលការណ៍គេឲ្យសរសេរបែបនេះយើងគ្រប់តាមគោលការណ៍កាលណាយើងបានរក Rn ស្វ័យតម្លើងទ្វេអណ្ដងនេះហើយយើងអាចអំសឺកុងទី2អំសឺកុងទី2យើងអាចទៅរកអំសឺកុងទី2អំសឺកុងទី2វាស្មើនឹងអំនៃ Rn ទី2នឹងគុណនឹង2ស្វ័យគុណ n អញ្ចឹងអំនៃ Rn ទី2យើងបានរកឃើញគឺ4200នុយគីឡូទីយើងរកឃើញខាងនេះហើយយើងគុណនឹង2ស្វ័យគុណ3 n នេះវាស្មើ3ដងគឺស្មើនឹង3360នុយគីឡូទីអញ្ចឹងយើងអាចរក C បាន C វាស្មើនឹងអំ C សឺកុងនេះវាស្មើនឹងអំសឺកុងទី2នឹងដែរគុណនឹងភាគរយនៃសឺកុងរបស់វាបាទភាគរយនៃសឺកុងនឹងចែកនឹង100តែអំសឺកុងយើងរកឃើញ33600បាទយើងគុណបញ្ចូលដាក់សេយើងនេះគឺគេឲ្យមក20%ចែកទៅយើងឃើញ6720នុយគីឡូទីអញ្ចឹងយើងមានរីហើយក៏យើងអាចរកតេបានដែរគឺយើងតាមរូបមន្ត
អំសកុង2នេះវាស្មើនឹងអំវាស្មើនឹង 2c បូក 2t អញ្ចឹងយើងនាំឲ្យ t វាស្មើនឹងអំលើ2ដកឲ្យ c បាទអំលើ2យើងចំនួនតម្លៃចូលដក c ទៅយើងឃើញ 10,080 នៅក្នុងទីនេះគឺយើងរកឃើញនៅក្នុងទីរបស់ t សីកុង c សីកុងហើយអញ្ចឹងយើងអាចទៅរកសម្ព័ន្ធអ៊ីដ្រូសែនសីកុងនេះវាស្មើនឹង 2t សីកុងបូកនឹង 3c សីកុងគឺស្មើនឹងចំនួនតម្លៃចូល t វាស្មើនឹង 10,080 គុណនឹង 2 បូកនឹង 6,720 គុណនឹង 3 យើងចំចូលឃើញ 40,320 សម្ព័ន្ធយើងត្រូវឆ្លើយដូចនេះសម្ព័ន្ធអ៊ីដ្រូសែនសរុបក្រោយស្វ័យតម្លើងទ្វេគឺ L សីកុងស្មើនឹង 40,320 សម្ព័ន្ធសូមអរគុណជួបគ្នានៅលំហាត់ក្រោយទៀត